សិស្សនៅសហគមន៍បរិយាកាសស្ថិតនៅក្នុងសង្កាត់វាលវងខណ្ឌ7មករារាជធានីភ្នំពេញដែលគេតែងតែសង្កេតឃើញស្លៀកពាក់ឯកសណ្ឋានសិស្សទៅសាលារៀនរាល់ថ្ងៃនោះឥឡូវនេះពួកគេភាគច្រើនមិនបានទៅសាលារៀនដោយកាលពីមុនទៀតឡើយដោយសារតែគ្មានទីជម្រកស្នាក់នៅក្រោយពីក្រុមហ៊ុនផានីមិចបានឈូសឆាយផ្ទះរបស់ពួកគាត់ចោលថ្ងៃមានតែរៀនទេណាតែបានអត់ទៅរៀនគេរូបចាស់ម៉ាក់ខ្ញុំហើយមានកន្លែងនៅទេឥឡូវនេះអត់ទេហើយយកមិញដេកណាយកមិញគេកម្មទៅគេកុមារីឈ្មោះវ៉ាន់ស្រីយ៉ាអាយុ10ឆ្នាំរៀននៅថ្នាក់ទី3ដែលនាងធ្លាប់តែស្លៀកពាក់ឯកសណ្ឋានសិស្សថ្មីទៅសាលារៀនរាល់ថ្ងៃនោះប៉ុន្តែសប្តាហ៍ថ្ងៃនេះស្រីយ៉ាមិនបានទៅរៀនទេនាងបែរជាដើររើសឥតចាយទៅវិញដើម្បីរកលុយទិញសម្លៀកបំពាក់និងសម្ភារៈសិក្សាពីព្រោះថាខោអាវដែលនាងធ្លាប់ស្លៀកទៅរៀនរាល់ថ្ងៃនោះត្រូវបានបាត់បង់ខណៈគ្រឿងចក្រក្រុមហ៊ុនបានវាយកំទេចផ្ទះរបស់នាងបាត់តាំងកតាបរៀនទាំងអីទៅទៀតនឹងធ្វើមកចងកិច្ចចាត់ទៅយកពីស្ទួនចាច់ទេអូអត្រាត្រូវគ្រឿងចក្ររបស់ក្រុមហ៊ុនផានីមិចជាច្រើនគ្រឿងរួមទាំងមានកងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលការពារនោះបានឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅបរិយាកាសកាលពីថ្ងៃទី3មករាឆ្នាំ2012រហូតដល់មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជាង200គ្រួសារនិងកងកម្លាំងសមត្ថកិច្ចចម្រុះប្រជាពលរដ្ឋទាំងនោះមួយចំនួនគេបណ្ដេញឲ្យទៅនៅភ្នំបាទស្រុកពញាលើខេត្តកណ្ដាលដែលមានចម្ងាយប្រមាណ30គីឡូម៉ែត្រពីរាជធានីភ្នំពេញយុវសិស្សមួយរូបទៀតដែលជាកូនរបស់មន្ត្រីនគរបាលរស់នៅសហគមន៍បរិយាកាសដែលអគារស្នាក់នៅរបស់នាងក្រុមហ៊ុនមិនទាន់ឈូសឆាយនៅឡើយនោះបានរៀបរាប់ទាំងក្តីក្តុកក្តួលថានាងសិក្សាថ្នាក់ទី12នៃវិទ្យាល័យបាក់ទូកហើយកញ្ញាមិនបានទៅរៀនប្រមាណ1សប្តាហ៍កន្លងមកដោយសារតែនៅចាំផ្ទះឪពុកម្ដាយទៅធ្វើការហើយខ្លាចក្រុមហ៊ុនមកវាយកំទេចផ្ទះយកអីវ៉ាន់ចេញមិនទាន់ដោយអ្នកមុនទៀតកញ្ញាបានសម្ដែងការព្រួយបារម្ភថានៅឆ្នាំនេះជាឆ្នាំដែលនាងត្រូវប្រឡងយកសញ្ញាបត្រទុតិយភូមិឬហៅថាបាក់ឌុបបញ្ហាអវត្តមាននេះនាងខ្លាចរៀនមិនទាន់គេហើយណាមួយគិតអំពីបញ្ហាគ្រួសារដែលប្រឈមនឹងការបាត់បង់ទីលំនៅទៀតគាត់ថាសម្រាប់ហ្នឹងតាំងភ័យរហយប់ដេកអត់លក់ឯងចុះបើភ័យរឿងផ្ទះណាមួយឡានញ៉ៃញ៉ៃដូចនិយាយរួមប្របាហ្មងខ្លាចព្រលឹមឡើងមិនទាន់ទេឡាននឹងមកឯងលោករងឈុនជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកមានប្រសាសន៍ថាលោកនឹងផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីសូមឲ្យលោកនាយករដ្ឋមន្ត្រីជំរុញទៅក្រុមហ៊ុនផានីមិចឲ្យទទួលខុសត្រូវចំពោះការខកខានមិនបានទៅរៀនរបស់សិស្សនៅបរិយាកាសដែលមានអ្នកខ្លះរៀននៅបឋមអ្នកខ្លះនៅមធ្យមសិក្សានិងអ្នកខ្លះសិក្សានៅថ្នាក់ឧត្តមសិក្សានិងបញ្ហាឈូសឆាយផ្ទះរបស់ពួកគាត់ចោលលោករងឈុនបានអះអាងថាក្នុងចំណោមប្រជាពលរដ្ឋនៅបរិយាកាសជាង200គ្រួសារដែលក្រុមហ៊ុនបានបណ្ដេញចេញពីលំនៅឋាននោះស្ទើរតែគ្រប់គ្រួសារទាំងអស់មានកូនទៅរៀនលោករងឈុនបានប្រៀបប្រដូចការបណ្ដេញចេញអ្នកភូមិនៅបរិយាកាសរបស់ក្រុមហ៊ុនផានីមិចហើយមានកងកម្លាំងប្រដាប់អាវុធបានប្រើអំពើហិង្សាលើអ្នកភូមិលើក្មេងជាអនិច្ចជននិងជាកូនសិស្សនោះលោកបញ្ជាក់ថាទង្វើទាំងនេះហាក់ដូចជាជាប់សារជាតិខ្មែរក្រហមយើងគ្រប់គ្រងនៅការអភិវឌ្ឍប៉ុន្តែការអភិវឌ្ឍបែបបទដែលមានទម្រង់ដេញបង្ខំប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋដោយរំលោភច្បាប់បែបនេះយើងមិនគ្រប់គ្រងទេពីព្រោះរូបមន្តនៃការអភិវឌ្ឍមុននឹងអភិវឌ្ឍកន្លែងណាមួយយើងត្រូវតែដោះស្រាយជាថ្នូរជូនដល់ប្រជាពលរដ្ឋនាយិកាប្រតិបត្តិនៃអង្គការស្ត្រីខ្មែរកញ្ញាអរុណរស្មីបានលើកឡើងថាការបណ្ដេញចេញអ្នកភូមិបរិយាកាសនេះបញ្ហាដែលធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេគឺកុមារាកុមារីដែលប៉ះពាល់ទាំងការសិក្សានិងផ្នែកសតិអារម្មណ៍ភ័យខ្លាចពីព្រោះថាកុមារឬសិស្សទាំងនោះមានទុក្ខធ្ងន់ធ្ងរនៅពេលពួកគាត់បាត់បង់ទីលំនៅដ៏កក់ក្ដៅរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញទោះបីជាផ្ទះរបស់ពួកគាត់តូចឬធំក្ដីកញ្ញាអរុណរស្មីបានបញ្ជាក់ថានៅពេលឪពុកម្ដាយរបស់ពួកគាត់មិនទាន់មានទីជម្រកពិតប្រាកដនោះកូនរបស់ពួកគាត់ត្រូវផ្លាស់ទីកន្លែងមួយទៅទីកន្លែងមួយតាមឪពុកម្ដាយរបស់ខ្លួនដូចជាករណីម្ដាយរបស់ក្មេងទាំងនោះទៅតវ៉ានៅមុខស្ថានទូតមួយចំនួននៅក្នុងរាជធានីភ្នំពេញដើម្បីសុំរកយុត្តិធម៌ជាដើមអញ្ចឹងយើងឃើញថាអនាគតរបស់កូនខ្មែរចំនួនក្រោយរបស់យើងនឹងទៅជាយ៉ាងណាទៅនៅពេលដែលគាត់អត់មានផ្ទះសម្បែងអត់ទីជម្រកអញ្ចឹងជីវិតគាត់ប្រកាសជារស់អត់បាននៅក្នុងដោយភាពសមរម្យនិងសេចក្តីថ្លៃថ្នូរក្នុងតម្លៃជាមនុស្សទេស
កម្មជនការពារសិទ្ធិមនុស្សបានពន្យល់ថាប្រជាពលរដ្ឋនៅបរិយាកេឡាដែលក្រុមហ៊ុនដឹកជញ្ជូនយកទៅដាក់នៅតំបន់ភ្នំបាទស្រុកពញាលឺនោះកូនរបស់ពួកគាត់ក៏មិនបានចូលរៀននៅឡើយដែររីឯក្មេងៗដែលពុកម្ដាយរបស់ពួកគាត់មិនព្រមចាក់ចេញទៅភ្នំបាទនោះនៅពេលយប់ពួកគាត់សម្រាកនៅតាមដង្ហែមផ្ទះរបស់អ្នកភូមិនៅតំបន់បរិយាកេឡាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាការអនុវត្តផែនការអភិវឌ្ឍរបស់ក្រុមហ៊ុនផានអ៊ីមិចនេះជាទង្វើរំលោភសិទ្ធិមនុស្សពីព្រោះថាសកម្មភាពអភិវឌ្ឍនេះជាការជំរុញឲ្យប្រជាពលរដ្ឋប្រឈមនឹងភាពក្រីក្រនិងជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ក្មេងអញ្ចឹងបើយើងធ្វើរបៀបនេះបំផ្លិចបំផ្លាញក្មេងមិនបានទៅរៀនឲ្យជាបរិបទបាត់បង់នៅមុខរបរគ្មានទីលំនៅពិតប្រាកដតើនេះគឺជាការអភិវឌ្ឍដើម្បីឲ្យស្របទៅរកនឹងគោលនយោបាយចតុកោណរបស់រដ្ឋាភិបាលនឹងខ្ញុំសូមអំពាវនាវសូមឲ្យរដ្ឋាភិបាលលោកបេតាកិត្តគូពិចារណាឡើងវិញចំពោះវិធានការនៃការបណ្តេញចេញរបស់អាជ្ញាធរនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងសកម្មជនការពារសិទ្ធិមនុស្សបានលើកហេតុផលថាបើសិនជារដ្ឋាភិបាលមិនធ្វើការដោះស្រាយករណីបណ្តេញចេញអ្នកភូមិបរិយាកេឡាឲ្យបានសមស្របទេនោះគឺកូនរបស់ពួកគាត់រាប់រយនាក់ប្រឈមនឹងការបាត់បង់ការសិក្សាដែលធ្វើឲ្យក្មេងទាំងអស់នោះនឹងខូចអនាគតដោយសារតែឪពុកម្ដាយរបស់ពួកគាត់ក្រីក្រនិងគ្មានទីជម្រកស្នាក់នៅទាក់ទងទៅនឹងបញ្ហានេះសាលារដ្ឋាភិបាលភ្នំពេញបានចេញសេចក្តីជូនដំណឹងឆ្លើយតបជាផ្លូវការលើកដំបូងមួយកាលពីថ្ងៃទី6មករាដោយផ្សាយនៅលើគេហទំព័ររបស់ខ្លួនឆ្លើយតបទៅនឹងការរិះគន់អំពីសកម្មភាពបណ្តេញប្រជាពលរដ្ឋចេញនិងកងកម្លាំងចម្រុះបានប្រើហិង្សាមកលើប្រជាពលរដ្ឋនោះសេចក្តីជូនដំណឹងនោះបានឲ្យដឹងថាកន្លងមកសាលារដ្ឋាភិបាលភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋរស់រើដោយខ្លួនឯងប៉ុន្តែពួកគាត់នៅតែអស់បន្លាយពេលវេលាហើយករណីប៉ះទង្គិចគ្នាកាលពីថ្ងៃទី3មករារវាងប្រជាពលរដ្ឋនិងកងកម្លាំងសមត្ថកិច្ចនោះពីព្រោះប្រជាពលរដ្ឋបានប្រើអំពើហិង្សាមកលើសមត្ថកិច្ចដែលធ្វើឲ្យសមត្ថកិច្ចមួយចំនួនរងរបួសបន្ទាប់មកសមត្ថកិច្ចបានធ្វើការដោះស្រាយតាមបែបចាត់វិធានការសមស្របចំពោះប្រជាពលរដ្ឋទាំងនោះនិងបានធ្វើការរុះរើសំណង់ដែលមិនមានលក្ខណៈសម្បត្តិក្នុងការទទួលបានផ្ទះពីរដ្ឋការធ្វើដូច្នេះដើម្បីធានាឲ្យមាននីតិរដ្ឋនិងផ្ដល់ភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋជាង 1000 គ្រួសារដែលបានស្ម័គ្រចិត្តទទួលផ្ទះពីរដ្ឋនៅសហគមន៍បរិយាកេឡានោះខ្ញុំទីនសាការីយ៉ាវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញ